ធម្មក្រសួងថ្លែងអំណរគុណចំពោះគណៈកម្មការរដ្ឋាភិបាលដែលបានខិតខំជជែកផ្លាស់ប្ដូរគំនិតទទួលយកមតិរបស់យើងធ្វើឲ្យជំរៀងច្បាប់នៃច្បាប់សហជីពរបស់យើងនេះមានការល្អប្រសើរមួយកម្រិតបន្ថែមទៀតក្រោយពីយើងបានជួបនៅតំណាងរាស្ត្រនិងរដ្ឋាភិបាលប្រាប់រួចមកហើយក្រោយយើងពិភាក្សាគ្នាទៅយើងទាំងអស់គ្នាក៏បានសម្រេចថានឹងបន្តខិតខំចរចាជជែកជាមួយមុខរដ្ឋាភិបាលក៏ដូចជាមុខរាជរដ្ឋាភិបាលក្រសួងការងារក៏ដូចជាតំណាងរាស្ត្របន្តទៀតដើម្បីឲ្យយល់កាន់តែច្បាស់អំពីទុកលំបាកនិងសំណូមពររបស់បងប្អូនសហជីពទាំងអស់គ្នាហើយយើងនឹងខិតខំចរចាដោយសន្តិវិធីដើម្បីឲ្យមានការរីកចម្រើនប្រសើរថែមទៀតនៅក្នុងបង្រៀននៃច្បាប់ស្តីពីសហជីពនេះពីព្រោះច្បាប់នេះគឺជាច្បាប់សម្រាប់យើងទាំងអស់គ្នាបម្រើឲ្យផលប្រយោជន៍បងប្អូនកម្មករទាំងអស់គ្នាក្នុងប្រទេសអញ្ចឹងខ្ញុំមានយោបល់ប៉ុណ្ណឹងសូមអរគុណ